បងប្អូនអ្នកកពតគ្នាយើងណាតែធ្លាប់ញ៉ាំនំស្លឹកចាណាបាទធ្លាប់តែញ៉ាំនៅតាមតំបន់បាទរមណីយដ្ឋានក៏ដូចជាតំបន់ទេសចរមួយចំនួនណាតើធ្លាប់ញ៉ាំនំអ៊ុំស្រីនៅបើសិនជានៅទេតោះទៅមើលវីដេអូខ្ញុំទាំងអស់គ្នាបាទនៅពេលបានមុសាក៏ដូចជាបានឃើញបាទនំអ៊ុំស្រីបាទនំចាក់មួយគឺធំមែនតើសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំនំចាក់បាទញ៉ាំល្មម6-7អីទេបាទគឺតែដឹងតែឆ្អែតហ្មងដោយសារនំរបស់គាត់ធំណាហើយបើនិយាយពីរសជាតិវិញបងប្អូនហើយបាទគឺឆ្ងាញ់មែនតើមិនដឹងជាគាត់ផ្សំរូបមន្តក៏ដូចជាធ្វើបែបណាទេគឺឆ្ងាញ់មែនតើហើយតាក់ទងទៅនឹងនំរបស់គាត់នេះបងប្អូនហើយគឺអត់ដែលដឹងសោះរស់នៅកពតយូរហើយបាទគឺអត់ដែលដឹងនំរបស់គាត់បាទលក់ដាច់ដល់ថ្នាក់ហ្នឹងណាគឺមានបងប្អូនយើងគាត់ស្គាល់ច្រើនមែនតើបាទមិនថាអ្នកដែលរស់នៅក្នុងកពតឬក៏តាមបណ្ដាខេត្តទេគឺបានស្គាល់នំរបស់គាត់ហើយបើនិយាយពីភ្ញៀវរបស់គាត់វិញគឺសិតតែភ្ញៀវលំដាប់ហើយបាទគឺសិតតែម្ចាស់រីសតបាទជនជាតិវៀតណាមហើយនឹងអ្នកដែលរស់នៅតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញណាបាទគឺច្រើនមែនតើបាទហើយសម្រាប់នំរបស់គាត់នេះគឺក្នុងមួយថ្ងៃនេះគឺធ្វើមិនទាន់ឲ្យភ្ញៀវទេបងប្អូនដែលមិនបានកំងគឺនឹងតែអត់ញ៉ាំហើយសម្រាប់បងប្អូនដែលចង់ញ៉ាំនំរបស់គាត់គឺខលកំងគាត់ទៅហើយដើម្បីឲ្យគាត់ស្រួលរៀបចំទុកដាក់ឲ្យអញ្ចឹងណាដោយសារតែនំរបស់គាត់នេះគឺអត់ដែលបានលក់ឲ្យបងប្អូនដែលបានទៅដល់កន្លែងរបស់គាត់ហើយបានញ៉ាំគឺកម្រមែនតើបាទដោយសារតែនំរបស់គាត់នេះគឺដូចខ្ញុំបានបញ្ជាក់អញ្ចឹងបាទគឺគាត់លក់ឲ្យតែភ្ញៀវដែលបានកំងហ្នឹងគឺមិនគ្រប់ផងបងប្អូនអរគ្នានំរបស់គាត់ឃើញតែអញ្ចឹងទេប៉ុន្តែរវល់មកផ្ទះណាបាទមកគ្រួសាររបស់គាត់គឺរវល់ទាំងអស់តែម្ដងដោយសារតែនំនេះគឺយើងត្រូវការពេលវេលាក៏ដូចជាត្រូវការមើលដល់មែនតើសម្រាប់ទីតាំងរបស់គាត់នេះគឺគាត់ធ្វើយូរហើយបាទគឺគាត់ធ្វើបាទនំរបស់គាត់នេះមិនមែនធ្វើត្រឹមតែគាត់ទេគឺគាត់ធ្វើតជំនាន់នោះតាំងពីឪពុកម្ដាយរបស់គាត់ហើយឥឡូវនេះគាត់ធ្វើដល់ពេលនេះគឺគាត់លក់រយៈពេល40ឆ្នាំហើយបាទនិយាយពីអតិថិជនក៏ដូចជាភ្ញៀវរបស់គាត់គឺសិតតែភ្ញៀវដែលយូរឆ្នាំហើយបាទគឺថាតាមបណ្ដាខេត្តក៏ដូចជាក្នុងក្រុងកំពតទេបាទគឺបានញ៉ាំនំរបស់គាត់ក៏ដូចជាបានស្គាល់នំរបស់គាត់ច្រើនមែនទែនហើយសម្រាប់បងប្អូនដែលចង់ស្គាល់រសជាតិក៏ដូចជាចង់ញ៉ាំនំរបស់គាត់ណានឹងទីតាំងរបស់គាត់បងប្អូនអាចមកបានគឺស្ថិតនៅក្នុងក្រុងកំពតយើងនឹងទេខាងលិចស្ពានចាស់ចម្ងាយ500ម៉ែត្របាទនៅខាងស្ដាំដៃសម្រាប់ទីតាំងរបស់គាត់គឺអត់មានដាក់ផ្លាកក៏ដូចជាឈ្មោះទេបាទគឺគាត់ខ្លាចភ្ញៀវកំងច្រើនទៅគឺអត់មាននំធ្វើឲ្យណាគឺគាត់លក់លក្ខណៈគ្រួសារសាមញ្ញធម្មតាទេប៉ុន្តែបើនិយាយពីចំនួនដែលគាត់លក់ក្នុងមួយថ្ងៃគឺបងប្អូនហើយបាទគឺក្រោមពី500នំទេបាទគឺក្នុងមួយថ្ងៃណា500នំហ្នឹងគឺនៅតែមិនគ្រប់សម្រាប់ឲ្យភ្ញៀវទៀតបាទគឺភ្ញៀវកំងច្រើនតែមែនតើបើសម្រាប់នំរបស់គាត់គឺតម្លៃមួយតែ1000រៀលទេបាទគឺគាត់អត់លក់លក្ខណៈប្រទេសទេគឺគាត់លក់មួយណាបាទគឺមួយតម្លៃ1000រៀលហើយបងប្អូនដែលបានមកឃើញផ្ទាល់តាក់ទងទៅនឹងនំរបស់គាត់មួយដឹងតែពេញចិត្តហើយសម្រាប់នំរបស់គាត់នេះគឺមិនមែនហូបត្រឹមម្នាក់ក្នុងស្រុកទេបាទគឺហូបទៅដល់អ្នកអាមេរិកទៀតបាទគឺលុយមែនតើបាទនំរបស់គាត់ណាបាទគឺទៅដល់អាមេរិកទៀតបាទគឺបងប្អូនខ្មែរយើងតែគាត់រស់នៅក្រៅប្រទេសណាបាទគឺគាត់មកលេងហើយបានស្គាល់នំនេះបាទគឺគាត់កំងម្ដងបាទ200-300នំហើយយកទៅទុកផ្លាសេញ៉ាំអញ្ចឹងណាបាទគឺបានយូរបើសិនជាបងប្អូនមិនដែលបានស្គាល់រសជាតិក៏ដូចជាមិនដែលបានសាកនឹងស្គាល់ទីតាំងរបស់គាត់ទេបាទគឺអាចមកបានហើយសម្រាប់ទីតាំងរបស់គាត់ក៏ដូចជានំរបស់គាត់បើសិនជាបងប្អូនចង់ញ៉ាំដូចខ្ញុំបានបញ្ជាក់អញ្ចឹងបាទគឺតើតែកំងទុកមុនណាគឺបើសិនជាបងប្អូនមកដល់ទិញស្រាប់ហ្មងគឺអត់បានញ៉ាំទេខ្ញុំហ៊ាននិយាយថាអត់បានញ៉ាំតែម្ដងដោយសារតែខ្ញុំទៅផ្ទាល់ហើយបាទទៅពេលដែលយើងទៅទិញផ្ទាល់ហ្មងគឺយើងអត់បានកំងគាត់គឺទាំងអត់ញ៉ាំហើយសូម្បីតែអ្នកកំងនំគាត់ហ្នឹងនៅតែខ្វះទៀតបងប្អូនសាកគិតមើលទៅបើសិនជាយើងទៅដល់ទិញនំរបស់គាត់ហូបហ្មងគឺគាត់អត់លក់ឲ្យទេបាទគឺគាត់រកតែនំលក់ឲ្យភ្ញៀវរបស់គាត់ដែលកំងហ្នឹងគឺអត់គ្រប់ផងបាទអ្នកខ្លះខ្វះ20អ្នកខ្លះខ្វះ30-50ចឹងទៅដោយសារតែគាត់ចែកចម្លែកតាក់ទងទៅនឹងអ្នកដែលកំងក្រោយហ្នឹងគឺគាត់ចែកចម្លែកខ្លះអញ្ចឹងណាសម្រាប់អ្នកដែលគាត់កំងមុនហ្មងគឺគាត់ទុកឲ្យគ្រប់ហើយសម្រាប់អ្នកដែលកំងក្រោយគឺមិនសូវជាគ្រប់នំទេបាទគឺតែតែខ្វះបាទ20-30-50អីហ្នឹងគឺខ្វះហើយបងប្អូនកុំរំពឹងក៏ដូចជាកុំសង្ឃឹមថាបងប្អូនទៅញ៉ាំផ្ទាល់ទៅទិញផ្ទាល់គឺបានញ៉ាំអត់ទេបងប្អូនហើយខ្ញុំទៅរួចហើយបាទគឺអត់បានញ៉ាំទេសូម្បីតែមួយក៏គាត់ឲ្យហ៊ានចែកឲ្យដែរដោយសារតែខ្លាចខ្វះឲ្យភ្ញៀវរបស់គាត់ណាបាទតែកំងហ្នឹងគឺគាត់តែងតែខ្វះតែម្ដងហើយសម្រាប់គាត់ជាអ្នកលក់ម្នាក់ដូចជាក្រុមគ្រួសាររបស់គាត់គឺលក់នំគាត់មានជីវធម៌ក៏ដូចជាសិលធម៌ខ្លាំងមែនទែនបាទគឺនៅពេលដែលគាត់លក់នំឲ្យភ្ញៀវបាទគឺមិនគ្រប់ដល់ភ្ញៀវបាទគឺគាត់តែងតែសុំទោសភ្ញៀវហើយគាត់តែងតែសុំអធិស្ឋានដល់ភ្ញៀវបាទគឺគាត់មិនមែនថាចង់ឲ្យខ្វះទេបាទគឺអ្នកលក់សិតតែចង់ឲ្យគ្រប់ភ្ញៀវហើយសិតតែចង់ឲ្យបានលក់ដាច់ប៉ុន្តែដោយសារតែនំរបស់គាត់នេះគឺធ្វើមិនទាន់ទេបងប្អូនហើយបាទគឺឡើងយប់ជ្រៅមែនទែនបាទគឺឡើងតាំងពីម៉ោង2ណាបាទបើសិនជាយើងឡើងចិត្តភ្លឺអីហ្នឹងគឺធ្វើអត់ទាន់ឲ្យភ្ញៀវទេបាទគឺធ្វើក៏មិនបានច្រើនដែរបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមបងប្អូនជួយចែកចម្លែកម្នាក់មួយផងអរគុណច្រើន